ស្អីទៅ CM ស្អីទៅ Star ស្អីទៅ payout គាត់មិនចាំដឹងផងប៉ុន្តែពេលដែលគាត់ចាប់ផ្ដើមភ្លាមគឺគាត់អឺសួរថាសួរដល់អាពេលបើកលុយបាទប៉ុន្តែក្នុងការចាប់ផ្ដើមរៀបចំ page ហ្នឹងគឺគាត់មិនទាន់ចេះផងអញ្ចឹងបងអញ្ចឹងរឿងដំបូងដែលយើងត្រូវចេះទី1យើងត្រូវស្គាល់ថាអ្វីទៅជា admin អ្វីទៅជា admin អ្វីទៅជា page សូមប៉ុណ្ណឹងសិនណាអ្វីទៅជា admin អ្វីទៅជា page អ្វីទៅជាការរៀបចំ page អញ្ចឹង admin គឺជាអ្វី admin គឺជា account Facebook សម្រាប់គ្រប់គ្រង page អញ្ចឹងបងយើងមិនចាំស្គាល់ដល់ DM ទេយើងស្គាល់តែត្រឹមថា admin ជាអ្វីទៅ admin គឺជា account Facebook សម្រាប់បង្កើត page ហើយនឹងគ្រប់គ្រង page ហ្នឹងអាហ្នឹងហៅថា admin អញ្ចឹងបងហើយ page គឺជាគណនីដែលយើងប្រើសម្រាប់ផុសវីដេអូដើម្បីមានឱកាសទទួល CM ហើយក៏មានអ្នកខ្លះគាត់រកលុយតាម admin ដែរអញ្ចឹងតាម account ដែរតែយើងមិននិយាយពីរឿងហ្នឹងយើងនិយាយតែ page ហ្នឹងបងប្អូនចូលពីកន្លែងហ្នឹងហើយបន្តមកទៀតនៅពេលដែលបងប្អូនបង្កើត admin ហើយ admin បងប្អូនហ្នឹងត្រូវមានអាយុកាន់តែចាស់កាន់តែល្អបងប្អូនអាយុ1ឆ្នាំ2ឆ្នាំ3ឆ្នាំ5ឆ្នាំកាន់តែល្អដើម្បីបងប្អូនយកទៅបង្កើត page ទៅវារឹងមាំអញ្ចឹងបងប្អូនអញ្ចឹងបន្ទាប់ពីបងប្អូនស្គាល់តើអ្វីថា admin ស្គាល់ហើយអ្វីទៅថា page បានយើងចាប់ផ្ដើមរៀបចំ page ហើយកំណត់មាតិការបស់ខ្លួនឯងថាតើមាតិការបស់យើងនឹងយើងចង់ផុសពីអ្វីចង់ធ្វើពីអ្វីអញ្ចឹងបងប្អូនយើងកំណត់មាតិការបស់យើងដំបូងឡើយ random ដូចខ្ញុំគឺខ្ញុំ random ខ្ញុំចាប់ផ្ដើមខ្ញុំបង្កើតនេះខ្ញុំចង់ដឹងថាមាតិកាមួយណាវា rich អាហ្នឹងជារាវប៉ុន្តែបើសិនយើងធ្វើ content original យើងមិនបាច់រាវទេបងប្អូនយើងកំណត់មាតិការបស់ខ្លួនឯងជា unique របស់យើងហ្នឹងអញ្ចឹងយើងនិយាយពីមាតិកាដែលយើងនឹងជ្រើសរើសយកមកធ្វើថាជា daily life សកម្មភាពប្រចាំថ្ងៃឬជាអ្វីហើយយើងរៀបចំprofile រៀបចំ cover រៀបចំ detail អីផ្សេងៗនៅក្រោមpage របស់យើងហ្នឹងអញ្ចឹងវាមាន step ប៉ុណ្ណឹងបងប្អូនត្រូវស្គាល់ចំណុចហ្នឹងទី1 admin ទី2 page ទី3រៀបចំ page កំណត់មាតិការបស់ខ្លួនឯងឬក៏ content របស់ខ្លួនឯងហើយអឺយើងធ្វើមិនយើងផុសវីដេអូឲ្យមានអ្នកមើលបងប្អូនមិនបាច់ទៅផុសមិនបាច់ទៅ share ឬក៏មិនបាច់ទៅ comment ដោះដូរ follow អីទេបងប្អូនមិនបាច់ធ្វើអញ្ចឹងទេបងប្អូនព្យាយាមបង្កើតវីដេអូដើម្បីឲ្យមានភាពតាក់ទាញហើយក៏មានប្រយោជន៍សម្រាប់គេចាប់អារម្មណ៍គេនឹង follow របស់ខ្លួនឯងហ្នឹងហៅថា audience ឬក៏អឺទស្សនិកជនពិតប្រាកដរបស់យើងបងប្អូនអញ្ចឹងយើងត្រូវធ្វើអញ្ចឹងធ្វើមាតិកាឲ្យគេចាប់អារម្មណ៍ឲ្យមានប្រយោជន៍សម្រាប់គេនឹង follow យើងគេនឹង share វីដេអូយើងដោយអូតូបន្តិចតែម្ដងអញ្ចឹងចំណុចតាំងពីយើងស្គាល់ admin ស្គាល់ page ចេះរៀបចំ page រហូតដល់ការបង្កើតវីដេអូអាហ្នឹងជាចំណុចដំបូងដែលយើងត្រូវធ្វើយើងត្រូវដឹងយើងត្រូវស្គាល់មុនពេលយើងឈានទៅដល់ការបង្កើត payout ឬក៏ការគ្រប់គ្រងឬក៏ level បន្ទាប់ទៀតបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ដឹងចង់តាមដានវីដេអូបន្ទាប់បងប្អូនសូមជួយចុច follow ខ្ញុំមួយដើម្បីខ្ញុំធ្វើវីដេអូចែករំលែកជូនបងប្អូនបន្តទៀតអរគុណច្រើន